ជ្រូកអន់ចំណីគួរប្រើថ្នាំអ្វីស្ដាប់វីដេអូនេះបានចប់នោះបងប្អូននឹងដឹងពីមូលហេតុហើយនឹងដឹងថាតើគួរប្រើថ្នាំអ្វីសម្រាប់អ្នកដែលចិញ្ចឹមជ្រូកបែបបើកឬក៏ចិញ្ចឹមជ្រូកបែបលក្ខណៈគ្រួសារនៅពេលដែលជួបប្រទះនៅជ្រូកអត់សូវស៊ីចំណីឬក៏យកមកចិញ្ចឹមហើយគឺចិញ្ចឹមមិនទាន់បានដល់ថ្ងៃលក់ផងគឺចាប់ផ្ដើមជ្រូកអត់ស៊ីចំណីគឺចាប់ផ្ដើមព្រួយបារម្ភថាតើគួរតែប្រើថ្នាំអ្វីនៅពេលដែលបងប្អូនសង្កេតឃើញនៅបញ្ហាទាំងនោះហើយសូមកុំទាន់ចាក់ថ្នាំផ្ដេសផ្ដាសក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីមូលហេតុពិតមួយចំនួនដែលខ្ញុំធ្លាប់បានដឹងព្រមទាំងវិធីដោះស្រាយឲ្យមានប្រសិទ្ធភាពផងដែរមូលហេតុដែលជ្រូកអន់ចំណីឬមិនស៊ីចំណីអាចបណ្ដាលមកពីបញ្ហាជាច្រើនដូចជាជ្រូកអាចជាក្តៅខ្លួនដោយសារការឆ្លងមេរោគអាចបណ្ដាលមកពីកត្តារាគឬក៏គ្រុនពោះវៀនកត្តាការផ្លាស់ប្ដូរចំណីភ្លាមក៏អាចធ្វើឲ្យវាអន់ចំណីបានដូចគ្នាកត្តាព្រូននៅក្នុងពោះវៀនការប្រែប្រួលអាកាសធាតុឬក៏អាកាសធាតុក្តៅខ្លាំងពេកមានភាពតានតឹងចំណីមានផ្សិតឬក៏ចំណីមានគុណភាពមិនល្អមួយទៀតអាចជាបញ្ហាកង្វះទឹកស្អាតចំណុចដែលសំខាន់គឺបងប្អូនត្រូវតែរកមូលហេតុឲ្យបានច្បាស់មុននឹងធ្វើការប្រើប្រាស់ថ្នាំអញ្ចឹងសួរថាតើគួរប្រើថ្នាំអ្វីនៅពេលដែលជ្រូកជួបនៅបញ្ហាអន់ចំណីជាក់ស្ដែងសម្រាប់ជ្រូករបស់ខ្ញុំផ្ទាល់ដែលខ្ញុំចិញ្ចឹមពីក្បាលនេះគឺធ្លាប់ជួបនៅបញ្ហាក្តៅខ្លួនហើយស៊ីចំណីតិចខ្ញុំប្រើជាមួយនឹងថ្នាំពីរមុខនេះសម្រាប់បងប្អូនដែលជួបនៅបញ្ហាជ្រូកមិនសូវស៊ីចំណីឬក៏អន់ចំណីអាចប្រើជាមួយនឹងថ្នាំពីរមុខនេះបានបើសិនជាយើងរកឃើញនៅមូលហេតុដែលខុសពីនឹងយើងអាចប្រើនៅថ្នាំពេទ្យសត្វគេបានណែនាំឬមួយទៀតយើងអាចផ្ដល់វីតាមីន B complex ឬវីតាមីនផ្សេងៗដើម្បីជួយជំរុញចំណង់អាហារតាមពិតទៅការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារបើសិនជាខ្វះការថែទាំវាអាចជួបនៅបញ្ហាដូចខាងលើអញ្ចឹងឯងការថែទាំដ៏ល្អយើងត្រូវធ្វើដូចម្ដេចខ្លះទី1យើងត្រូវផ្ដល់ទឹកស្អាតឲ្យវាផឹកឲ្យបានគ្រប់គ្រាន់ទី2ជ្រូកដែលយើងចិញ្ចឹមត្រូវតែនៅកន្លែងដែលត្រជាក់និងមានខ្យល់ចេញចូលបានល្អទី3បោសសម្អាតទ្រុងឲ្យបានជាប្រចាំហើយធ្វើការបាញ់សម្លាប់មេរោគនៅក្នុងទ្រុងផងដែរទី4ត្រូវផ្ដល់ចំណីដែលមានគុណភាពល្អទី5សង្កេតមើលសីតុណ្ហភាពនិងអាការៈជារៀងរាល់ថ្ងៃអញ្ចឹងចំណុចដែលសំខាន់សួរថាតើពេលណាទើបយើងត្រូវការហៅពេទ្យសត្វប្រសិនបើយើងសង្កេតឃើញជ្រូកឈប់ស៊ីចំណីលើសពី24ម៉ោងក្តៅខ្លួនខ្លាំងពិបាកដកដង្ហើមរាគមានឈាមដេកសន្លប់ឬខ្សោយខ្លាំងគួរតាក់ទងពេទ្យសត្វឲ្យបានឆាប់ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានត្រឹមត្រូវសូមចងចាំថាជ្រូកអន់ចំណីមិនមែនមានន័យថាត្រូវតែចាក់ថ្នាំតែមួយមុខទេការរកមូលហេតុនិងព្យាបាលឲ្យបានត្រឹមត្រូវគឺជាវិធីដែលល្អបំផុតដែលអាចជួយឲ្យជ្រូកជាសះស្បើយនិងជួយកាត់បន្ថយការខាតបង់ក្នុងការចិញ្ចឹមសម្រាប់បងប្អូនដែលចិញ្ចឹមជ្រូកឬក៏ចិញ្ចឹមសត្វផ្សេងៗដែលមានបទពិសោធន៍អាច comment នៅក្រោមវីដេអូនេះបានបើសិនជាយល់ឃើញថាវីដេអូនឹងខ្វះនៅត្រង់ចំណុចណាបងប្អូនអាច comment ឲ្យកែសម្រួលបានសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណថ្ងៃនេះខំថ្ងៃស្អែក